ជំរាបសួរចាពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំនឹងលើកយកប្រធានបទមួយទៀតតើអ្នកទាំងអស់គ្នាដឹងទេថាតើយើងគួរតែបរិភោគចំណីអាហារបែបណាដើម្បីឲ្យខួរក្បាលរបស់យើងនឹងដើរដំណើរការបានល្អផ្លែឈើដែលអ្នកទាំងអស់គ្នាគួរតែដឹងនោះគឺទី1គឺផ្លែ blueberry ផ្លែ blueberry គឺមានសារធាតុ flavonoid ដែលជួយធ្វើឲ្យកោសិកាខួរក្បាលរបស់យើងអាចទំនាក់ទំនងគ្នាបានល្អទី2នោះគឺផ្លែប៊ឺផ្លែប៊ឺគឺមានផ្ទុកសារធាតុខ្លាញ់ល្អដែលអាចធ្វើឲ្យឈាមរត់បានល្អនៅក្នុងខួរក្បាលរួមជាមួយនឹងវីតាមីន K ដែលអាចជួយបង្កើនការចងចាំរបស់ខួរក្បាលទី3នោះគឺរមៀតគឺមានផ្ទុកសារធាតុម្យ៉ាងដែលមានឈ្មោះថា curcumin ហើយសារធាតុ curcumin នោះគឺអាចជួយកាត់បន្ថយការរលាកនៅក្នុងខួរក្បាលរបស់យើងវាអាចជួយកែលម្អអារម្មណ៍ហើយនឹងការចងចាំទី4គឺត្រីដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ដូចជាត្រីសាម៉ុនគឺជាត្រីម្យ៉ាងដែលមានផ្ទុកអូមេហ្គា3វាអាចជួយកាត់បន្ថយការចុះថយនៃខួរក្បាលគឺមានន័យថាជួយពង្រឹងខួរក្បាលរបស់យើងឲ្យកាន់តែមានសុខភាពល្អទី5នោះគឺគ្រាប់ធញ្ញជាតិមានសារធាតុប្រឆាំងទៅនឹងអុកស៊ីដង់និងមានវីតាមីន E វាអាចជួយការពារកោសិកាខួរក្បាលនិងជួយធ្វើឲ្យយើងមានការចងចាំល្អទី6ផ្លែក្រូចមានវីតាមីន C ខ្ពស់ផ្លែឈើមួយមុខនេះគឺពិតជាអាចជួយខួរក្បាលរបស់យើងបានគឺផ្លែក្រូចនេះហើយដែលជាផ្លែឈើដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយបំផុតទី7នោះគឺស៊ុតគឺវាអាចជួយផលិតសារធាតុចាំបាច់មួយយ៉ាងដើម្បីឲ្យយើងមានការចងចាំល្អហើយវាក៏បានផ្ដល់វីតាមីន B12 សម្រាប់ខួរក្បាលរបស់យើងទី8នោះគឺកាខាត់ណាពណ៌បៃតងរុក្ខជាតិមួយមុខនេះមានអង់ទីអុកស៊ីដង់រួមជាមួយនឹងវីតាមីន K ដែលអាចបង្កើនសមត្ថភាពខួរក្បាលនិងការចងចាំចានេះគឺជាចំណីអាហារទាំង8មុខដែលអាចជំនួយដល់ខួរក្បាលរបស់យើងនៅក្នុងតួរាងកាយរបស់យើងគឺខួរក្បាលគឺជាវត្ថុមួយដែលសំខាន់ដូច្នេះហើយនៅពេលដែលយើងទទួលទានចំណីអាហារអ្វីគឺយើងត្រូវជ្រើសរើសចំណីអាហារដែលល្អបំផុតពីព្រោះអ្វីដែលយើងញ៉ាំគឺពិតជាអាចប៉ះពាល់ទៅដល់ខួរក្បាលឬក៏ទីតាំងសរីរាង្គផ្សេងៗទៀតនៅក្នុងរាងកាយរបស់យើងឥឡូវនេះតើអ្នកទាំងអស់គ្នាចូលចិត្តចំណីអាហារដែលបានរៀបរាប់អំបញ្ញនេះដែរឬទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអាច comment ដាក់នៅខាងក្រោមហើយនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់នាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ